Phnom sẽ đã ao ní bờ an tam của vọt sátដូចជាមាន5000ឆ្នាំហើយតាំងពីជំនាន់យុគថ្មរំលីង5000ឆ្នាំមុនអត់ស្គាល់អ្នកភូមិអើ Hello. Where you come from? France. Welcome to Cambodia. Thank you. And also welcome to Kampot province. Thank you. Thank you. Ooh. Masya Allah. Makhluk Allah. កន្លែងហ្នឹងវាពិបាកសម្រាប់ខ្ញុំតែខ្ញុំត្រូវព្យាយាមដោយសារវាជាកន្លែងដែលបង្កប់អនុស្សាវរីយ៍អល់ឡោះជួយមើលថែសិនចឹងកាលមុនអត់មានដើមឈើនេះទេគឺអាហ្នឹងវាលនឹងគេហៅថាប្អួចភ្នំដែលបើយើងអង្គុយហ្នឹងមើលទេសភាពខ្ញុំនឹកឃើញទៅដល់ប្រវត្តិព្រះក្រីមហាម៉ាត់សុសឡាមគាត់បានចូលអង្គភ្នំជាមួយនឹងសហការីរបស់គាត់ម្នាក់ឈ្មោះអាប៊ូបការរ៉ាឌីយ៉ាឡោះអានហ៊ូអូមកវិញហ៎ខ្ញុំឡើងទៅលើទៀតសិនទៅមើលទេសភាពលើភ្នំតិចអ្នកភូមិដំណើរទៅពីដើមមកថាឈ្មោះភ្នំសេដាអោនគឺតាមរយៈរូបភាពមួយហ្នឹងជំរាបសួរអ៊ំពូមីងទាំងអស់គ្នាអញ្ចឹងឥឡូវយើងកំពុងតែស្ថិតនៅភ្នំសេដាអោនឬគេហៅថាភ្នំក្បាលរមាសហើយខ្ញុំខានមកលេងភ្នំនេះរយៈពេលប្រហែលជា10ឆ្នាំជាងហើយកាលនៅវិទ្យាល័យអញ្ចឹងចង់តើភ្នំសេដាអោននេះមានលក្ខណៈភ្នំបង្កប់ទៅដោយប្រវត្តិសាស្ត្រអស្ចារ្យបែបណាមានទេសភាពដែលយើងអាចមើលឃើញពីលើភ្នំស្អាតបែបណាអញ្ចឹងយើងទៅទស្សនាភ្នំសេដាអោនឬក៏ភ្នំក្បាលរមាសទាំងអស់គ្នាបងប្អូននេះឃើញហើយអង្គភ្នំនេះអានោះក៏មានដែរឡើងធ្វើយើងឡើងទៅលើថ្មហ្នឹងទៅមើលថានៅក្នុងនោះមានអីខ្លះបិស្មិលឡានេះសំខាន់ឡើងមកដល់ចកាភ្នំណាឃើញតែសភាពឡើងវាអត់តាន់360ដឺក្រេវានៅបាំងភ្នំហើយឃើញអ្នកភូមិធ្វើដំណើរទៅអីចឹងទៅណែស្ដាំឈើស្ទែអ្នកភូមិច្រើននេះច្រកចូលរបស់គេហើយយកទៅ explore តាមថាមានអីមើលចឹងណាសំខាន់10ឆ្នាំមុនហើយនឹង10ឆ្នាំក្រោយក្លិនប្រហើរហើយនឹងអារម្មណ៍ត្រជាក់ហ្នឹងវាអត់ខុសគ្នាទេដូចគ្នាសុទ្ធមកនេះឡើងភ្នំគេធំខ្លាំងមែនតើហើយប្រវត្តិដែលគេហៅថាភ្នំនេះភ្នំនាងសដាអោនដោយសារអ្នកភូមិបានដំណើរតគ្នាថាកាលពីមុនហ្នឹងគឺនាងសដានៅក្នុងភូមិមានឈ្មោះនាងសដាមិនថាសដារបស់ព្រះរាមឬក៏សដាផ្សេងណាតែតែពេលហ្នឹងមិនដឹងថាគាត់ត្រូវបដាសាគេឬក៏មិនទេពេលតែពេលគាត់រើសអញ្ជៀនមកហ្នឹងពេលគាត់អោនណាគឺគាត់ខ្លាចជារូបចម្លាក់ភ្លាមតែម្ដងអញ្ចឹងពេលហ្នឹងគាត់អ្នកភូមិដំណើរគ្នាថានៅលើខ្ពស់ភ្នំនេះគឺបើយើងមើលពីចង្ងាយយើងនឹងឃើញដូចជារូបមនុស្សស្រីម្នាក់ដែលគាត់កំពុងតែរើសអញ្ជៀនអញ្ចឹងគេក៏បានសន្មតថាជាឈ្មោះភ្នំនេះភ្នំនាងសេដាអោនឬក៏ភ្នំក្បាលរមាសអញ្ចឹងណាឥឡូវម៉ោង9:16នាទីហើយឥឡូវយើងទៅចូលអង្គភ្នំទាំងអស់គ្នា Let's go ឥឡូវយើងចូលរូបភ្នំក៏ពិតពេលចូលមកដល់យើងឃើញមានគូគំនូអញ្ចឹងណានេះកន្លែងខាងអ្នកភូមិគាត់បានស្រន់អញ្ចឹងទៅអញ្ចឹងមានភ្នំឡើងធំអញ្ចឹងពេលក៏ដល់ចូលមកហ្នឹងគឺនោះមានច្រកចេញតែនោះខ្ពស់ហើយខាងនេះទៀតហ្នឹងច្រកដែលខ្ញុំដើរចូលមុននោះទៅលើនោះមានកន្លែងទៀតអញ្ចឹងណាចឹងទៅមើលខាងលើទៀតស្លាអត់ស្គាល់អ្នកភូមិអើបើធ្វើប្លុកភ្នំធ្វើប្លុកនេះបារាំងអាសានាំខ្ញុំមករហូតមែនមករហូតទៅបងចឹងបាទនិយាយលេងគាត់ Hello Where you come from France. Nice to see you Welcome to Cambodia How long you stay in Kampot We leave tomorrow. And then And live here to after- Kahrong After Siem Reap. Okay enjoy Thank you. I don't waste your time because I have to explore here as well ខ្ញុំជិះតែ show ខាងមកលេងដល់10ឆ្នាំហ្នឹងនេះកន្លែងអ្នកភូមិគាត់មកបន់ស្រន់អីចឹងណាហើយអូធំខ្លាំងមែនតើហើយមានផ្ទាំងថ្មធំនៅលើនោះនេះហើយនៅក្រោយរោងអ្នកតាហ្នឹងមានលាងមួយទៀតចឹងណាលាងភ្នំហ្នឹងគឺធំខ្លាំងមែនតើហើយលក្ខណៈ peaceful ហើយក្លិនបែបស្រីក្លិនថ្មដោះហើយវាត្រជាក់សត្វបជាវនៅហ្នឹងហើយស្ដាច់បជាវច្រើនមែនតើ
ឥឡូវយើងចេញពីឡានភ្នំមួយនេះហើយយើងទៅកន្លែងមួយទៀតចឹងណាអ្នកដែលគាត់មកលេងភ្នំគាត់មកជិះសារ៉កលើភ្នំចឹងណាអញ្ចឹងគេមានក្រុមការងារគេសម្រាប់ជួយសម្រួលហើយដាច់ហ្នឹងគេសម្រាប់ធ្ពក់ជាមួយនឹងរ៉កចឹងណាអញ្ចឹងអ្នកដែលគាត់ជិះនោះគាត់តោងឡើងទៅលើអាខ្សែនោះរហូតទៅលើខ្ពស់មែនតើនិយាយទៅការឡើងភ្នំចុះភ្នំគឺយើងប្រើកម្លាំងជាពិសេសកម្លាំងជង្គង់ខ្លាំងមែនតើអញ្ចឹងដើម្បីបន្ថែម energy សម្រាប់ពេលបន្តទៀតហ្នឹងគឺខ្ញុំយកកាហ្វេតាមខ្លួន Belgian Mocha ហើយនិង Belgian Chocolate មកពីក្រុមហ៊ុន Choco Albab ខាងម៉ាឡេស៊ីអញ្ចឹងកាហ្វេនេះគឺវាបំពន់ជាមួយនឹងឆ្អឹងដោយសារវាសម្បូរជាតិកាល់ស្យូមហើយមានជាតិសរសៃដើម្បីជួយសម្រួលដល់ការបាត់ជើងនិងមានជាតិដែកសម្រាប់ការជំរុញការផលិតក្របឈាមក្រហមអញ្ចឹងណាទឹកក្តៅយកមកដបដាក់យកដល់ឡើងពពខ្ទេចសល់បន្តិច Choco Albab រសជាតិ Mocha អញ្ចឹងយើងបន្ថែម energy ឲ្យខ្លួនឯងមុនពេលដែលឡើងភ្នំវគ្គបន្តទៀតអញ្ចឹងណាជាតិ Mocha ឆ្ងាញ់មែនតើចឹងទៅវគ្គបន្តទៀត let's go hello where you come from France. welcome to Cambodia Thank you. and also welcome to Kampot province Thank you. Thank you. actually I didn't come here for 10 years already so I had to come here for memories and making vlog to promote the mountain in my village okay enjoy here Thank you. okay enjoy ចំភ្នំសដាអោហ្នឹងគឺធំខ្លាំងមែនតើមកខ្ញុំទៅខាងនេះចាំឥឡូវយកទៅច្រកមួយទៀតខាងនោះយើងច្រកមួយទៀតហ្នឹងគឺយើងជិះម៉ូតូឡើងតាមផ្លូវនេះចឹងយើងទៅតាមផ្លូវហ្នឹងរហូតគេតាមធ្វើផ្លូវថ្មីកាមុនពិបាកឡើងណាអូវាឡើងអីពេញហ្នឹងតែតើឥឡូវចាក់ផ្លូវថ្មីទៅយើងអាចជិះម៉ូតូឡើងស្រួលគាត់ថាវារឹងឆ្នោតតិចណាហើយអ្នកភូមិអីគាត់ដាំដំណាំដាំចេកដាំផ្លែឈើច្រើនមែនទែនចឹងទៅទៀតខ្ញុំនាំបងប្អូនទៅមើលកន្លែងនេះកន្លែងហ្នឹងមានអីខ្លះភាសាពីទូចហ្នឹងខ្ញុំធ្លាប់មកមួយប្រភេទអញ្ចឹងគាត់នាំដល់មើលឡើងខ្ទេចទេហ្មងតាំងពីថ្មដោះតាំងពីលាងទឹកអីហ្នឹងអូមេឃនេះស្អាតមែនទែនដល់សកានេះហ្មងនេះហើយកន្លែងនេះលាងភ្នំដែលយើងចូលមកមានអីគេខ្ញុំភ្លេចអស់ថាកន្លែងហ្នឹងមានអីខ្លះពួកខ្ញុំខានមកយូរហ៎ស្មាចាត់ចូលមួយខ្ញុំអត់ហ៊ានចូលនឹងអាចឯងត្រូវការគ្នាចូលនោះចង់ដល់តែក្នុងនោះមានអីគេអូបងប្អូននៅទីផុតខ្ញុំរកឃើញហើយខាងនោះមានអារម្មណ៍ថាអត់តបានទៅមើលប៉ុន្តែមានអារម្មណ៍ថាកន្លែងហ្នឹងបដ ாய் មានអារម្មណ៍ថាកន្លែងនេះកន្លែងទឹកដែលមិត្តភក្តិខ្ញុំគាត់នាំមកអត់ដឹងកន្លែងហ្នឹងអត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាកន្លែងហ្នឹងបិស្មិលឡាអូទឹកហ្នឹងមែនទីផុតខ្ញុំរកឃើញហើយអាំងទឹកនេះប៉ុន្តែវាអត់ដូចកាមុនទេកាមុនទឹកច្រើនណាទឹកលះហៀហ្មងអញ្ចឹងយើងអាចងូតលុបមុខឲ្យជាក់ស្រួលណាអាពេលដល់លេងភ្នំក្តៅប៉ុន្តែឥឡូវវារីងអស់ហើយបើសួរថាទឹករីងដល់ស្អីគេទី1មិនក្តៅទី2នេះសិតតែរឹសឈើណាអញ្ចឹងរឹសឈើហ្នឹងវាបឺតជក់ទឹកមកទៅអស់ហើយអញ្ចឹងវាអត់សូវដូចកាមុនទេវាស្ទើរទឹកអញ្ចឹងកន្លែងដែលយើងត្រូវបន្តទៀតហ្នឹងគឺឡើងតាមជម្រាលថ្មហ្នឹងហើយយើងទៅកន្លែងប្រួចភ្នំហ្នឹងដើម្បីមើលទេសភាព Let's go យើងឡើងតាមកន្លែងថ្មហ្នឹងមកបិស្មិលឡាបិស្មិលឡានោះ 50% ទៀត ដោយសារមានវល់មិនអីចាំវាជាអៀតតិច
đó là này nhà chôn nó mình phẹt nhóm cà riêng nó bị chảy lại này cái class trăm là cái nàyทำเป็นไอ้กะลังครับมอกระบาละให้ยังโกยเล่นอะไรเนี่ยยังในเล่นเนี่ยฉันติดยังแต่กะลังปวดพนมดำมือเตะสเปียบโอ้ไงนี่ยังต่อสู้ครั้งมันเต้นช่วยจัดฉากแรงบิสมิลลาห์โอ้ยกะลังตุ้ยมันเต้นอันนี้ตอนละเมลตอนละตึกการก็เลยเตือนกระบอกตะบอกยังก็โดก็ดาวแต่ก็โดจะซะอัลลอฮ์ช่วยมาถ่ายซะโอ้บิสมิลลาห์ที่บังพดดอลเฮ้ยที่พดดอลเฮ้ยcái này nước sao đi ra cả món đấy chẳng cả món ở Việt Nam chơi như thế cứ là năng Việt năng cả thà bội phnom đã bây giờ coi nắng mưa thế phép hay dừng khơi phnom khơi nạp phum chi mà tôi Việt Nam trước này ta đã sáng lớn mấy chơi nó bị bằng chẳng dừng mượt khơi được cả món thế phần tay thế phép nó sẽ được bị món nhân hơi bên nhâm mà cho cái này là ăn phnom chẳng nhâm nó khơi được đó bảo bóp chơi cái Muhammad sallam quạt bànចូលអង្គភ្នំជាមួយនឹងសហការីរបស់គាត់ម្នាក់ឈ្មោះអាប៊ូបការរ៉ាឌីយ៉ាឡោះអានហ៊ូក្នុងពេលគាត់ភៀសខ្លួនចេញពីទីក្រុងម៉ាកាទៅកាន់ក្រុងម៉ាឌីណាកិច្ចពីពួកនេះពួកអាប៊ូជាហលតាមសម្រាប់គាត់អញ្ចឹងម្លងពេលហ្នឹងគឺគាត់ចូលក្នុងអង្គភ្នំហើយមានរឿងកាត់ឡើងមួយចំនួននៅក្នុងអង្គភ្នំហ្នឹងតែខ្ញុំអត់សូមនិយាយពេលនេះទេដោយសារយើងថែរក្សាអញ្ចឹងណាហ្នឹងហើយអញ្ចឹងចាំពេលក្រោយខ្ញុំនិយាយប្រាប់ចាំចុះទៅវិញឥឡូវយើងទៅយើងលូនតាមអាងព្រំនោះទៅវិញ next challenge started again បងប្អូនឃើញពីទួយមែនទេបងប្អូនអាចចង់មកលេងប្អូនភ្នំឲ្យមើលខ្ញុំជាគំរូថាវាត្រូវស្រែកកលអញ្ចឹងកន្លែងហ្នឹងវាពិបាកសម្រាប់ខ្ញុំតែខ្ញុំត្រូវព្យាយាមដោយសារវាជាកន្លែងដែលបង្កប់អនុស្សាវរីយ៍ចឹងសម្រាប់ខ្ញុំអនុស្សាវរីយ៍វាខ្លះវាមានតម្លៃដែលយើងត្រូវតែមានតម្លៃក្នុងការលះបង់ so cute I always fascinating with the hole that I found welcome to black hole អូបងប្អូនទីបំផុតខ្ញុំមិនឈរកន្លែងនេះខ្ញុំឃើញរូបដល់ចៃដនហ្មងខ្ញុំពីមុនប្រាប់បងប្អូនថាកាលពីមុនអ្នកភូមិគាត់ឃើញថ្មដែលរូបរាងដូចស្រៀងសេដាពាក់អញ្ជៀនអញ្ចឹងណាពីចង្ងាយអញ្ចឹងទៅឥឡូវយើងមើលលេងឃើញហើយប៉ុន្តែខ្ញុំឈរកន្លែងច្រកអាងភ្នំនេះខ្ញុំងាកទៅនោះស្វាច់ខ្ញុំឃើញដល់ចៃដនហ្មងនេះរូបនេះជុំបើយើងមើលពីចង្ងាយកាន់តែដូចទៀតរូបហ្នឹងដូចរបៀបមើលពីចង្ងាយដូចនាងសេដាគាត់លើកអញ្ជៀនមកមើលអញ្ចឹងណាពេលហ្នឹងខ្លាចជារូបចម្លាក់ហើយអាមេឃឈើដើមឈើអីហ្នឹងដូចជាពេលហ្នឹងនាងសេដាពាក់មង្គតអញ្ចឹងណាបើមើលចិត្តអត់សូវដូចបានវាស្រៀងប៉ុន្តែបើមើលពីចង្ងាយចំប្លង់វាហ្មងគឺដូចខ្លាំងមែនទែនដូចនាងសដាគាត់អញ្ជើញខ្លាចជារូបចម្លាក់ហើយនាងសដាគឺគាត់ពាក់មង្គតហ្មង Yeah this one it's click អញ្ចឹងអ្នកភូមិដំណើរទៅពីដើមមកថាឈ្មោះភ្នំសេដាអោនគឺតាមរយៈរូបភាពមួយហ្នឹង That is the ocean the sea Cap Mountain លើតែភ្លើងមកទៅស្អាតផ្លោតែភ្លើងក្បាលហ្នឹងអានេះគឺជាកន្លែងខ្ញុំចេញមិញច្រកជាអៀតដែលខ្ញុំចូលមិញហ្នឹងដើម្បីទៅកាន់ប្អូនភ្នំខ្ញុំត្រូវឡើងកន្លែងហ្នឹងឥឡូវខ្ញុំចុះមកវិញហើយចឹងឡើយនេះយើងអត់វាអត់អីទេគឺយើងចោះដើរធម្មតាតែម្ដងចឹងខ្ញុំនឹងខ្លាយទៅជាប្រោះឬក៏ក្តាន់នៅតាមជម្រាលភ្នំដូចនៅប្រទេសអឺរ៉ុបចឹង Let's go Bismillah Tawakkal ala Allah You see I'm like the ក្តាន់ on ជម្រាលភ្នំអូខ្ញុំមិញទៅកន្លែងប្អូនភ្នំឡើងទៅលើទៅឃើញទេសភាពតែអ្នកភូមិគឺដើមឈើអញ្ចឹងណាតែខ្ញុំចង់រកមួយទៀតណាកន្លែងលាងភ្នំថ្មដោះមិត្តភក្តិខ្ញុំនាំខ្ញុំមកលេងនឹងកាល10ឆ្នាំមុនហ្នឹងអូនឯងនិយាយឡំឈ្ងោកហ្នឹងហ៎អត់ទេមិនឈ្ងោកទេភ្នំហ្នឹងហ្មង
ប៉ុន្តែខ្ញុំខាន់មកយូរពេកចង់ផ្លិចចលាញកមុនចូលទៅដល់ដូចទ្រប់ហើយចូលទៅដល់ដូចផ្លូវជាអៀតមួយហើយឃើញរបៀបថ្មដូចវាដោះពីលើចុះក្រោមអញ្ចឹងណាដូចប្រមោយដំរីឥឡូវខ្ញុំរកមិនច្រកអត់ឃើញហ៎ឈ្ងោកមានតែប៉ុន្តែកន្លែងនេះខ្ញុំមិនរកថាមានតែមួយច្រកឯងដែរអញ្ចឹងស្បែកទឹកហ្នឹងខ្ញុំទៅមើលហ្នឹងវារីងអស់ហ៎អញ្ចឹងឥឡូវគ្រប់យ៉ាងវាប្រើប្រួលអស់ណាមកច្រកទៀតឃ្មុំធ្វើសបុកក្នុងអាងភ្នំសត្វពីណាគេនេះចំណុចចិត្តរបស់ពីណាគេនេះពងវាដល់ភ្នំអូម៉ាសាអល់ឡោះមកលោកបអល់ឡោះអូខ្ញុំចង់និយាយតពីប្រវត្តិអបជ័យកូរ៉េមូហាម៉ាត់សាសឡាំពេលគាត់នៅក្នុងឡានភ្នំជាមួយនឹងអប៊ូបការនៅពេលដែលគាត់គេចពីសត្រូវដែលតាមសម្លាប់គាត់ហ្នឹងពេលវេលានេះគឺជាពេលវេលាដែលភេទខ្លួនគេហៅថាហ៊ីចរ៉ោះពីទីក្រុងម៉ាកាទៅកាន់ទីក្រុងម៉ាឌីណាដើម្បីគេចពីសត្រូវគេចពីការសម្លាប់ឬក៏ការបង្កើតទីលំនៅថ្មីសម្រាប់ក្រុមអ្នកមានជំនឿក្រុមអ៊ីស្លាមអញ្ចឹងម្លងពេលហ្នឹងគឺព្យាក្រៃមូហាម៉ាត់សាសឡាំហើយនឹងអប៊ូបការរ៉ាឌីយ៉ាឡោះវ៉ាន់ហ៊ូគាត់បានលាក់ខ្លួននៅក្នុងឡានភ្នំមួយហើយម្លងពេលដែលទៅដល់អង្គភ្នំហ្នឹងអប៊ូបការរ៉ាឌីយ៉ាឡោះអានហ៊ូគាត់ឲ្យព្យាក្រៃគាត់ចូលលេខ្លាចថាមានសត្វអសេរបឹសក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងអប៊ូបការក៏បានចូលក្នុងហ្នឹងហើយគាត់ក៏បានយកកណាត់ដើម្បីញុកចូលប្រហោងសត្វដែលលាក់ខ្លួនក្នុងហ្នឹងអញ្ចឹងណាមិនថាសត្វក្អែបឬក៏ពស់ទេប៉ុន្តែគាត់យកខោគាត់ហ្នឹងញុកចូលឲ្យហ្នឹងហើយសល់ប្រហោងមកទៀតគាត់យកម្រាមគាត់ម្រាមដៃម្រាមជើងគាត់ហ្នឹងញុកចូលប្រហោងហ្នឹងកុំឲ្យសត្វហ្នឹងខំព្យាក្រៃមូហាម៉ាត់សាសឡាំអញ្ចឹងហ្នឹងបញ្ជាក់ពីក្តីស្រឡាញ់ដែលអប៊ូបការបានលះបង់សម្រាប់ព្យាក្រៃមូហាម៉ាត់សាសឡាំអញ្ចឹងអញ្ចឹងពេលគាត់ចូលមុនហើយទើបគាត់អព្យាក្រៃគាត់ចូលតាមក្រោយហើយក៏សម្រានលងលក់លើផ្លូវរបស់អប៊ូបការអញ្ចឹងម្លងពេលដែលព្យាក្រៃសម្រានលក់នឹងហើយពេលហ្នឹងមានសត្វបានចេញពីក្នុងរុនហើយបានតិចអប៊ូបការរហូតអប៊ូបការគាត់ឈឺខ្លាំងមែនទែនប៉ុន្តែគាត់អត់អាចនិយាយបានទេគាត់អត់ហ៊ានកម្រើកឲ្យខ្លាចថាព្យាក្រៃដែលកំពុងតែសម្រាប់លើខ្លួនគាត់ហ្នឹងភ្ញាក់អញ្ចឹងណាអញ្ចឹងគាត់ក្តីស្រឡាញ់គាត់គឺធំធេងខ្លាំងមែនទែនអញ្ចឹងម្លងពេលដែលគាត់ឈឺខ្លាំងម្លងពេលហ្នឹងគឺទឹកភ្នែកគាត់ចាប់បានស្រក់ទៅលើថ្ពាល់របស់ព្យាក្រៃហើយព្យាក្រៃក៏បានសួរថាតើអប៊ូបការអ្នកឯងកាត់អីមិត្តភក្តិកាត់អីអញ្ចឹងម្លងពេលហ្នឹងអប៊ូបការក៏ប្រាប់ព្យាក្រៃតាមត្រង់ថាសត្វបានតិចបានតិចខ្ញុំអញ្ចឹងព្យាក្រៃក៏បានសួរថាហេតុអីក៏មិនប្រាប់ខ្ញុំទ្រាំទៅអីអញ្ចឹងណាអញ្ចឹងអប៊ូបការបានប្រាប់ថាខ្ញុំខ្លាចថាពេលដែលខ្ញុំកម្រើកខ្លួនទៅគឺព្យាក្រៃបានភ្ញាក់ពីសម្រានចឹងទៅអញ្ចឹងគាត់ចង់ឲ្យព្យាក្រៃបានសម្រានបានឆ្អាតអញ្ចឹងអញ្ចឹងម្លងពេលហ្នឹងព្យាក្រៃក៏បានសូត្រហើយស្ដោះទៅលើជើងឬក៏អីផ្លេចបាត់ដូចជាជើងហ្នឹងជើងរបស់អប៊ូបការហើយក៏បានជាស្បើអញ្ចឹងទៅអញ្ចឹងអានេះគឺជាហេតុផលមួយដែលបញ្ជាក់ថាអប៊ូបការគឺជាសហការីឬក៏មិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់ព្យាក្រៃមូហាម៉ាត់សាសឡាំគឺគាត់តែងតែនៅក្បែរព្យាក្រៃគ្រប់ពេលវេលាគ្រប់កលៈទេសៈគ្រប់ពេលវេលាដែលពិបាកគាត់គឺជាទីប្រឹក្សាមួយដែលយល់ចិត្តព្យាក្រៃខ្លាំងមែនទែនអញ្ចឹងនេះគឺជាមូលហេតុដែលអល់ឡោះលើកដំកើងអប៊ូបការខ្ពស់ខ្លាំងមែនទែនក្នុងចំណោមបដាសហការីរាប់ម៉ឺនអ្នករបស់ព្យាក្រៃហើយអប៊ូបការនេះត្រូវបានអល់ឡោះលើកជាខលីហ្វាជាមេដឹកនាំអ៊ីស្លាមទី1បន្ទាប់ពីមរណភាពរបស់ព្យាក្រៃសូសាឡាំអញ្ចឹងនេះគឺជាសាច់រឿងដែលខ្ញុំចង់បញ្ចូលក្នុង vlog អញ្ចឹងណាឲ្យបងប្អូនស្វែងយល់អំពីប្រវត្តិរបស់ព្យាក្រៃមូហាម៉ាត់សាសឡាំហើយនឹងប្រវត្តិរបស់អប៊ូបការដែលជាមិត្តភក្តិនឹងគ្នាកាលចំនួន1400ជាងឆ្នាំមុនអញ្ចឹងណាចាអញ្ចឹងយកទៅទស្សនាលើកំពង់ភ្នំតទៀត Let's go អូមកវិញហ៎ខ្ញុំឡើងទៅលើទៀតសិនទៅមើលទេសភាពលើភ្នំតិចអញ្ចឹងយើងឡើងទៅលើភ្នំបន្ថែមទៀតដើម្បីទៅមើលទេសភាពមកកន្លែងទៀតនេះរូបសំណាកនេះភ្នំនេះតែគេមើលឃើញពីចង្អាយដូចនាងសដាអូស្អាតខ្លាំងមែនតើអានោះភ្នំទំនប់បតកលាហើយមានវត្តមានអីចឹងណានេះសតេនភូមិនេះអញ្ចឹងពេលបងប្អូនឡើងលើកំពូលភ្នំហ្នឹងគឺឃើញទេសភាពអូស្អាតខ្លាំងមែនតើធ្លាប់តែឃើញក្នុងសួនសត្វអានេះឃើញនៅក្រៅហើយក៏អត់ចងឲ្យគេប្រឡែងវាអូម៉ាសាអល់ឡោះអានេះវាអត់តន់អីគេបើកស្លាបវាហ្នឹងតែបើកស្លាបកប់សេរីបងដើមកងោកចេញផ្កាស្អាតដល់កូន
ស្រស់ប្រងមកយើងចូលទៅមើលទេសភាពអូខាងនេះគេចាំកងោកហ្មងហ្នឹងសើកងោកហើយដោយសារឡើយថ្មនេះគឺជាថ្មនាងសដាខ្ញុំបង្ហាញបងប្អូនមិញនេះផ្ទាំងធំនេះគឺជាកពូលរបស់អស់នៅភ្នំសដាអោនអញ្ចឹងខាងលើហ្នឹងដូចជាមកុដហើយគេបានសាងសង់រូបសំណាកដែរជាការតំណាងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាភ្នំសដាអោននេះបើអានតាមប្រវត្តិសាស្ត្រគឺជាថ្មដែលផុសឬក៏វត្តមានភ្នំហ្នឹងដូចជាមាន 5000 ឆ្នាំហើយតាំងពីជំនាន់យុគថ្មរំលីង 5000 ឆ្នាំមុនអញ្ចឹងខ្ញុំមិនមែនជាធួហ្គាយប៉ុន្តែខ្ញុំដឹងរឿងមួយចំនួនពីអ្នកភូមិហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់ចង់មកលេងភ្នំហ្នឹងអាចមកបានតែបើសិនជាល្អជួលហ្គាយគេក្នុងភូមិគេមានហ្គាយគេដែលខ្ញុំបង្ហាញបងប្អូនហ្នឹងបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទហ្នឹងបានហើយបងប្អូនអាចសិក្សាប្រវត្តិសាស្ត្រស៊ីជម្រៅជាងហ្នឹងទៀតនេះខ្ញុំគាត់បង្ហាញត្រួសណាដោយសារខ្ញុំគាត់ចង់មករំលឹករូបសាវរីយ៍កាលខ្ញុំធ្លាប់មកលេងហ្នឹងកាលពីក្មេងយ៉ាអញ្ចឹងបើខ្ញុំដឹងខ្ញុំប្រាប់បងប្អូនតាមប៉ុណ្្នឹងអញ្ចឹងណាអ៊ំលេសិនណាអ៊ំសួស្ដីអ៊ំលុតបាយឡើងភ្នំថ្ងៃនេះអត់ធ្វើការចឹងទៅក៏ស្លៀកមករំលឹកសាវរីយ៍ម្នាក់ឯងឡើងភ្នំឡើងអស់តែអស់ជើងហ្មងហើយកដោដល់ក៏ឥឡូវមករកភេសជ្ជៈបើកម្លាំងមួយសិនឲ្យវាស្រស់ស្រាយតិចឡងយកអីជូរជ្រះហាសិនអស់គោអាហ្នឹងក៏បានអាហ្នឹងនេះកន្លែងគាត់ហ្នឹងមានលក់ចំណីចំណុកមានរបស់ប្រើប្រាស់ច្រើននេះម្ចាស់កំពុងកម្ពុជាអានេះខាងភេសជ្ជៈនេះអ្នកលក់ផងបើเป็นฝาសិនអីចឹងណានេះជំនួយការមកវាដូនស៊ីទៅដល់ខ្លាចម៉ែដោះក្តៅសំណំយកទឹកមកដបផឹកសិន Fan Provida មក11:53ថ្ងៃនេះថ្ងៃសុក្រត្រូវទៅថ្វាយបង្គំទៅសម្យ៉ាងថ្ងៃសុក្រថ្ងៃចំអាត់Alhamdulillah ចិត្តមក12ចាំទៅសម្យ៉ាងថ្ងៃចំអាត់បងប្អូន Let's go